មុខងារនឹងជាមន្ត្រីរាជការបាទឥឡូវសមត្ថកិច្ចលោកបានបណ្ដើរបាទជនដើរមុខជនសង្ស័យមកហើយបាទប្រិមិត្តអូយបាទនេះបាទបងលើកខ្ពស់មកហើយមកថយក្រោយគេអ្នកក្រោយថតយកប្លង់សាកបាទប្រិមិត្តឥឡូវនេះមុខជនសង្ស័យគាត់បានមកដល់ហើយបាទគាត់ដាក់លេងបាំងបងបាទ1 2 3 4 5 6 7នាក់បាទប្រិមិត្តទាំងអស់សរុប7នាក់គឺប្រុសសុទ្ធតែម្ដងបាទ7នាក់ហ្នឹងគឺជាបរិសុទ្ធទាំង7នាក់បាទប្រិមិត្តនេះគឺមុខជនសង្ស័យចំនួន7នាក់បាទហើយនេះគឺជារបាយការណ៍បាទរបាយការណ៍ដែលសមត្ថកិច្ចបានឲ្យមកដល់ដៃយើងបាទហើយចង់ខ្ញុំសូមធ្វើការអានបាទក្នុងនេះដូចជាអត់មានរាយនាមទេបាទប្រិមិត្តនាមនៅខាងណាអូនេះបាទជនសង្ស័យនៅខាងនេះបាទប្រិមិត្តជនសង្ស័យទី1ឈ្មោះងីកបភេទប្រុសអាយុ37ឆ្នាំជនជាតិខ្មែរមុខរបរបើករថយន្តស្នាក់នៅផ្ទះគ្មានលេខភូមិព្រែកស្លែងឃុំស្អាងស្រុកស្អាងខេត្តកណ្ដាលបាទទី2ឈ្មោះហ៊ុនណាតភេទប្រុសអាយុ45ឆ្នាំជនជាតិខ្មែរមុខរបរនេសាទព័ត៌មាន VBN បាទស្នាក់នៅផ្ទះគ្មានលេខផ្លូវលំភូមិព្រៃកំពឹសសង្កាត់ព្រៃកំពឹសខណ្ឌដង្កោរាជធានីភ្នំពេញទី3ឈ្មោះយិនធីហៅទឿភេទប្រុសអាយុ42ឆ្នាំជនជាតិខ្មែរមុខរបរខណ្ឌ7មករារាជធានីភ្នំពេញទី5ឈ្មោះសំសេឡាតំពុន1ខណ្ឌមានជ័យរាជធានីភ្នំពេញទី6ឈ្មោះសួងដែនភេទប្រុសអាយុ36ឆ្នាំជនជាតិខ្មែរមុខរបរនាយកសារព័ត៌មានបាទស្នាក់នៅបន្ទប់ជួលផ្ទះគ្មានលេខសង្កាត់រិស័យកែវខណ្ឌរិស័យកែវរាជធានីភ្នំពេញទី7ឈ្មោះចែមសំណាងភេទប្រុសអាយុ39ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះគ្មានលេខផ្លូវលំភូមិបើព្រៃឃុំកណ្ដោកស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលវត្ថុតាំងយកបានមានបាទម៉ូតូ Honda C125 ពណ៌ខ្មៅស៊េរីឆ្នាំ2017លេខម៉ាស៊ីន97 20គុត371គាត់ចេញមកគាត់ថៃសុំរកប្រមាណជនសង្ស័យទាំងបាទវត្ថុតាំងដែលចាប់យកបានគឺម៉ូតូ Honda C125 ពណ៌ខ្មៅស៊េរីឆ្នាំ2017បាទលេខទួលលេខម៉ាស៊ីនពាក់ស្លាកលេខភ្នំពេញ 1GM អូសរុបទាំងម៉ូតូទាំងអស់មាន7គ្រឿងប្រិមិត្តបាទសរុបទាំងអស់ម៉ូតូ7គ្រឿងបាទគឺត្រៀមសង់ C125 ស៊េរីឆ្នាំហ្នឹងមាន2016មាន2020មាន2017បាទ2019ទាំងអស់7គ្រឿងប៉ុន្តែត្រៀមសង់5គ្រឿងនិង Scoopy បាទគឺ Magnic បាទ Scoopy ប៉ស2គ្រឿងសរុបទាំងអស់7គ្រឿងហើយជនសង្ស័យទាំងអស់គឺមានចំនួន7នាក់បាទប្រិមិត្តទាំងអស់7នាក់ដែលនៅព្រឹកថ្ងៃសុក្រទី11ខែកញ្ញាឆ្នាំ2020នេះការិយាល័យនគរបាលព្រំទាន់កម្រិតស្រាលបានធ្វើសារព័ត៌មានសន្និសីទបង្ហាញមុខបាទជនសង្ស័យដែលធ្វើសកម្មភាពបាទបើកទ្វាររថយន្តពងបំណងយកសម្ភារៈបាទដែលខ្ញុំបានអានបាទឈ្មោះជនរងគ្រោះបាទការពីនេះពីលើនេះកាលពីថ្ងៃទី9និងថ្ងៃទី10ខែកញ្ញាឆ្នាំ2020កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន7នាក់ដែលបានប្រព្រឹត្តបទល្មើសអំពើលួចបើកទ្វាររថយន្តជនរងគ្រោះលួចយកទ្រព្យសម្បត្តិនៅក្នុងរាជធានីភ្នំពេញចំនួន5ករណី
បាទ5ករណីនឹងចាប់យកផតតាំងរបស់ជនរងគ្រោះនិងមធ្យោបាយម៉ូតូជិះធ្វើសកម្មភាពបញ្ជូនមកការិយាល័យចាត់ការទៅតាមនីតិវិធីករណីទី1អំពើលួចបើកទ្វាររថយន្តម៉ាក Toyota Lexus LX 407 ពណ៌សពាក់ស្លាលេខភ្នំពេញ 2A8.03 លួចកាបូបស្ពាយចំហៀងម៉ាក LV ពណ៌ខ្មៅប្រព្រឹត្តនៅចំណុចមុខផ្សារឈូកមាសផ្លូវ 2011 ភូមិក្រាំងអង្ក្រងសង្កាត់ក្រាំងក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញកាលពីថ្ងៃទី4ខែកក្កដាឆ្នាំ2020វេលាម៉ោង 1:00 នាទីរំលងអាត្រិតជនរងគ្រោះឈ្មោះខៀវដុល្លារភេទប្រុសអាយុ37ឆ្នាំជាជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ19ផ្លូវពេល09ភូមិ4សង្កាត់ច្រាំងចម្រេះ1ខណ្ឌសីកៅរាជធានីភ្នំពេញមុខរបរមេធាវីបាទសម្ភារៈដែលបាត់បង់កាបូបស្ពាយចំហៀងម៉ាក LV ពណ៌ខ្មៅតម្លៃ$2,300សហរដ្ឋអាមេរិកចំនួន1ប៊ិចសរសេរម៉ាក Ben ប្លង់តម្លៃ$1,100សហរដ្ឋអាមេរិកចំនួន1ដើមនិងទូរស័ព្ទដៃម៉ាក iPhone 11ពណ៌ខ្មៅចំនួន1គ្រឿងឯកសារមួយចំនួនបាទយើងគ្រាន់តែសរុបធួរបស់មេធាវីឡើងចូលចង់$5,000បាត់ហើយបាទប្រិមិត្តកាបូបស្ពាយគាត់មួយតម្លៃ$2,300ហើយប៊ិចរបស់លោកម្ដងហ្នឹង$1,100ទៀតហើយនៅសម្ភារៈមួយចំនួនដែលបាត់បង់ទៀតអញ្ចឹងគ្រាន់តែសរុបជាទឹកប្រាក់របស់មេធាវីដែលត្រូវជនសង្ស័យធ្វើសកម្មភាពបើកទ្វាររថយន្តយកទ្រព្យសម្បត្តិរបស់គាត់នេះសរុបទឹកប្រាក់ប្រមាណ$5,000បាត់គ្រាន់តែរថយន្តគាត់មួយករណីទី1បាទករណីទី2អំពើលួចបើកទ្វាររថយន្តម៉ាក Foreigner ពណ៌សពាក់ស្លាលេខភ្នំពេញ 2BE660 គត់លួចយកកាបូបស្ពាយពណ៌ខ្មៅប្រព្រឹត្តនៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈតេឡាផ្លូវជាតិលេខ1ភូមិរស័យស្រស់សង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញកាលពីថ្ងៃទី19ខែមេសាឆ្នាំ2020វេលាម៉ោង 1:00 នាទីរំលងអាត្រិតជនរងគ្រោះឈ្មោះផនសពរភេទប្រុសអាយុ39ឆ្នាំជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះគ្មានលេខផ្លូវលំភូមិព្រៃស្លាសង្កាត់ចំចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញមុខរបរគាត់គឺពាណិជ្ជករសម្ភារៈដែលបាត់បង់កាបូបស្ពាយពណ៌ខ្មៅចំនួន1ទូរស័ព្ទ3គ្រឿងម៉ាក Samsung 2គ្រឿងនិង iPhone 11មួយគ្រឿងបានសម្គាល់កម្មសិទ្ធិប្រើប្រាស់ដីធ្លីប្លង់រឹងប្លង់ទុនខុនដូនៅកំពង់សោមប្លង់ខុនដូចំនួន3ឆ្នាំច្បាប់ទៀតនិងប្លង់ដីមួយចំនួនបាទបាទនេះក៏ពីរករណីទេបាទនៅ3ករណីទៀតបាទករណីទី3អំពើលួចបើកទ្វាររថយន្តលួចទ្រព្យសម្បត្តិប្រព្រឹត្តនៅខាងមុខសាលាអន្តរជាតិ 𝙬𝙬 Chamking ខាងលិចផ្សារ TK ផ្លូវលេខ566សង្កាត់បឹងកក់ទី1ខណ្ឌទួលគោករាជធានីភ្នំពេញកាលពីថ្ងៃខែបញ្ចាំបាទថ្ងៃបញ្ចាំខែមេសាឆ្នាំ2020វេលាម៉ោង 1:30 នាទីបាទករណីទី4អំពើលួចលួចបើកទ្វាររថយន្តគេរហូត4ករណីណា5ករណីទីលួចដែរទៅណាករណីទី5ជនរងគ្រោះឃើញតែ4ករណីទី5អំពើលួចបើកទ្វាររថយន្តរកទ្រព្យសម្បត្តិគេរហូតទាំង5ករណីបាទករណីទី4អំពើលួចបើកទ្វាររថយន្តម៉ាក Toyota Lexus NX 200T ពណ៌ខ្មៅពាក់ស្លាលេខភ្នំពេញ 2AW9449 លួចទ្រព្យសម្បត្តិប្រព្រឹត្តនៅចំណុចមុខហាងសុខភាពយើងផ្លូវលេខ1986ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញកាលពីថ្ងៃទី31ខែកក្កដាឆ្នាំ2020វេលាម៉ោង 2:20 នាទីជនរងគ្រោះបាទជនរងគ្រោះឈ្មោះជាច័ន្ទតារាភេទប្រុសអាយុ38ឆ្នាំជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ 5A ផ្លូវលេខ2ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញមុខរបររបស់គាត់មន្ត្រីរាជការបាទសម្ភារៈដែលបាត់បង់ទូរស័ព្ទដៃម៉ាក iPhone ពណ៌មាសបាទ SIM card មិនបាច់អានលេខគាត់ទេមួយគ្រឿងកុំព្យូទ័រ laptop ម៉ាក Dell បាទមួយគ្រឿងនាឡិកាដៃ Longsin ចំនួន1គ្រឿងកាបូបដាក់ប្រាក់ចំនួន1បានបើកបរចំនួន1សន្លឹកអត្តសញ្ញាណប័ណ្ណចំនួន1សន្លឹក
និងការធនាគារបាទមួយដែរករណីទី5បើកទ្វាររថយន្តគេទៀតបាទករណីទី5អំពើលួចបើកទ្វាររថយន្តមួយគ្រឿងម៉ាក 𝙍𝙖𝙙𝙞𝙤 330 ពណ៌សមិនចាំស្លាកលេខលួចទ្រព្យសម្បត្តិប្រព្រឹត្តនៅចំណុចផ្ទះលេខ 107 ផ្លូវ 2004 ភូមិស្នៃរលើងសង្កាត់អូបែកអមខណ្ឌសែនសុខរាជធានីភ្នំពេញកាលពីថ្ងៃទី30 ខែសីហាឆ្នាំ 2020 វេលាម៉ោង 1:30 នាទីរំលងអាត្រៀតបាទជាចុងក្រោយនេះសូមអានឈ្មោះគាត់បន្តិចទៅបាទឈ្មោះជនសង្ស័យទី1ឈ្មោះងីកបបាទងីកបភេទប្រុសអាយុ37 ឆ្នាំជនជាតិខ្មែរមុខរបរបើករថយន្តស្នាក់នៅផ្ទះលេខបាទអត់មានទេភូមិស្នែងភូមិព្រែកស្លែងឃុំសាងស្រុកសាងខេត្តកណ្ដាលទី2ឈ្មោះហ៊ុនណាតភេទប្រុសអាយុ45 ឆ្នាំជនជាតិខ្មែរមុខរបរអ្នកយកសារព័ត៌មានបានបាច់អានភេករបស់គាត់ទេស្នាក់នៅផ្ទះគ្មានលេខផ្លូវលំភូមិព្រែកកំពឹសសង្កាត់ព្រែកកំពឹសខណ្ឌដង្កោរាជធានីភ្នំពេញទី3ឈ្មោះយិនទឿភេទប្រុសអាយុ42 ឆ្នាំមុខរបរទិញលក់ដូរទូរស័ព្ទស្នាក់នៅបន្ទប់ជួលគ្មានលេខសង្កាត់ចំចៅទី2ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញទី4ឈ្មោះឆយសុផលហៅយ៉ាម៉ាហាភេទប្រុសអាយុ38 ឆ្នាំជនជាតិខ្មែរមុខរបររថម៉ូតូឌុបស្នាក់នៅផ្ទះជួលមិនចាំលេខផ្លូវលេខ 107 សង្កាត់មនោរម្យខណ្ឌ7 រាជធានីភ្នំពេញទី5ឈ្មោះសំសេឡាវិចិត្រាភេទប្រុសអាយុ44 ឆ្នាំជនជាតិខ្មែរមុខរបររថម៉ូតូឌុបស្នាក់នៅផ្ទះគ្មានលេខផ្លូវបេតុងភូមិចម្រើនផល1សង្កាត់បឹងតពុនខណ្ឌមានជ័យរាជធានីភ្នំពេញទី6ឈ្មោះសួងដែនភេទប្រុសអាយុ36 ឆ្នាំជាជនជាតិខ្មែរមុខរបរអ្នកយកសារព័ត៌មានសូមកុំបញ្ចេញឈ្មោះភេកកគាត់ស្នាក់នៅបន្ទប់ជួលគ្មានលេខសង្កាត់រិស័យកែវខណ្ឌរិស័យកែវរាជធានីភ្នំពេញទី7ឈ្មោះចែមសំណាងភេទប្រុសអាយុ39 ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះគ្មានលេខផ្លូវលំភូមិពៅព្រៃឃុំកន្ត្រោកស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលវត្ថុតាងចាប់យកបានម៉ូតូម៉ាក Honda C125 ស៊េរីឆ្នាំ 2017 មួយគ្រឿងយើងនិយាយសរុបម៉ូតូត្រីមសង 5 គ្រឿងនិងស្គូពីពណ៌សចំនួន2គ្រឿងសរុបទាំងអស់ម៉ូតូ 7 គ្រឿងនិងជនសង្ស័យ 7 នាក់បាទជាមនុស្សប្រុសទាំងអស់ហើយនេះសម្ភារៈគាត់មានកាតទូមានកាតអង្គភាពសារព័ត៌មានរបស់គាត់មាន ID មានកបោបបាទនេះគឺជាវត្ថុតាំងដែលកម្លាំងមានសមត្ថកិច្ចការិយាល័យនគរបាលព្រំប្រទានកម្រិតស្រាលស្នងការនគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនទាំងបានជនសង្ស័យបានទាំងវត្ថុតាំងមានបាទម៉ូតូមានកបោបស្ពាយរបស់គាត់នេះកាលពីយប់ថ្ងៃទី9និងថ្ងៃទី10ឃើញថាសមត្ថកិច្ចលោកប្រឹងប្រែងបាទបង្ក្រាបយកឲ្យខានតែបាននៅរាល់បទល្មើសបាទផ្សេងនៅក្នុងរាជធានីភ្នំពេញលោកមិនគិតថាយប់មិនគិតថាថ្ងៃមិនគិតថាក្តៅភ្លៀងទេឲ្យតែទទួលបាននៅព័ត៌មានលោកចេញមកបំរើការងារជូនប្រជាពលរដ្ឋបាទមិនថាយូរមិនថាឆាប់លោកនឹងវែកមុខរកមុខសញ្ញាវែកមុខជនសង្ស័យដែលបានប្រព្រឹត្តនៅបទល្មើសបាទបាទឥឡូវនេះកម្លាំងមានសមត្ថកិច្ចលោកបាននឹងកសាងសំណុំរឿងបាទបញ្ជូនទាំងជនសង្ស័យបញ្ជូនបាទបញ្ជូនទាំងជនសង្ស័យបញ្ជូនទាំងបាទបញ្ជូនជនសង្ស័យបញ្ជូនទាំងវត្ថុតាំងនេះនឹងទៅតុលាការបាទនគរបាលទៅតុលាការបាទនគរបាលទៅសកមពេកប្រិមិត្តអធិស្ឋានបងបានបញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាំងនេះទៅបាទតុលាការរាជធានីភ្នំពេញយើងនៅថ្ងៃរសៀលបន្តិចនេះមិនសូន10ទេប្រហែលយ៉ាងតែមិនប្រិមិត្តបាទមួយកណ្ដាលបាទមួយកណ្ដាល10 20 78អូមើលបងកូន9បាទ1 GM 86 11ហើយទៀតជាម៉ូតូបាទម៉ូតូ19ប្រិមិត្តដែលមានស្លាកលេខលោកបាននឹងប្រមូលវិកសពនៅវត្ថុតាំងនេះដើម្បីបញ្ជូនបាទទាំងវត្ថុតាំងបញ្ជូនទាំងជនសង្ស័យទៅកាន់តុលាការបាទតុលាការអធិការដំបងតុលាការរាជធានីភ្នំពេញយើងនៅរសៀលថ្ងៃនេះហើយបាទប្រិមិត្ត
បាទនេះគឺម៉ូតូបាទរបស់ជនសង្ស័យ Scoopy ភ្នំពេញ 1AT 3761 ត្រៀមសង C125 សេរីឆ្នាំ 2016 ភ្នំពេញ 1DM 1930 គុតបាទត្រៀមសង C125 សេរីឆ្នាំ 2020 1XX បាទ2299 Scoopy ពណ៌សភ្នំពេញ 1IH 4914 ត្រៀមសង់ C125 សេរីឆ្នាំ 2019 ភ្នំពេញ 1HP 9928 ត្រៀមសង់ C125 សេរីឆ្នាំ 2017 17 14ហ្នឹងសូនបានអូននេះអានេះ018 18ខ្មៅបាទត្រៀមសង់ C125 សេរីឆ្នាំ 2018 ភ្នំពេញ 1GM 8611 បាទនេះត្រៀមសង់ C125 សេរីឆ្នាំ 2010 កណ្ដាល 1I 20 គុតនិង78បាទអរគុណណាស់ប្រិមិត្តដែលបាននឹងចំណាយពេលវេលាដ៏មានតម្លៃបាទមកចូលរួមទស្សនាការផ្សាយ live ផ្ទាល់របស់អង្គភាពសារព័ត៌មាន BBN យើងខ្ញុំបាទអញ្ចឹងខ្ញុំបាទពោចកំសុកក៏រួមជាមួយនឹងបងប្រុសគៀសំណាងក៏សូមបិទបញ្ចប់ការផ្សាយ live តែត្រឹមនេះហើយខ្ញុំបាទក៏សូមខន្តីអធិស្ឋានអភ័យទោសរាល់កំហុសខុសឆ្គងក្រៃលោកខ្ញុំបាទធ្វើការផ្សាយ live ទៅមានពាក្យពេចន៍កាយវិការសម្ដីតូចធំត្រង់ណាមិនសមរម្យហើយអត់បានអានខមមិនប្រិមិត្តនោះក៏សូមខន្តីអធិស្ឋានអភ័យទោសដល់រូបខ្ញុំបាទផងអញ្ចឹងខ្ញុំបាទទាំងពីរនាក់ក៏សូមជូនពរឲ្យប្រិមិត្តពុកម៉ែមីងបងប្អូនមានសុខភាពល្អអាយុយឺនយូរបាទប្រកបមុខរបររកទទួលទានមានបានធ្វើដំណើរទៅទីចិត្តទីឆ្ងាយនោះជួបតែសំណាងល្អតាមផ្លូវទាំងទៅនឹងត្រឡប់មកវិញបាទសូមអរគុណសូមគោរពលានិងជម្រាបលា